ចាលោកគ្រូអ្នកគ្រូទាំងអស់គ្នាការបង្រៀនតាមជំហានតែម្យ៉ាងមិនប្រកាសថាមានប្រសិទ្ធភាពទាំងស្រុងនោះទេចាគ្រូត្រូវមានចំណុចចងចាំមួយចំនួនដែលត្រូវអនុវត្តស្របពេលដែលកំពុងបង្រៀនដើម្បីឲ្យសកម្មភាពបង្រៀនបានចប់ពេញលេញតាមម៉ោងកំណត់និងសិស្សបានចូលរួមទាំងស្រុងហើយចេះអានចាអញ្ចឹងចំណុចចងចាំដំបូងគេបង្អស់នោះគឺសកម្មភាពគ្រូនិងសិស្សធ្វើចាគឺទាំងគ្រូនិងសិស្សធ្វើសកម្មភាពដំណាលគ្នាចាអញ្ចឹងនៅមានចំណុចចងចាំមួយទៀតនោះគឺពេលអានព្យាង្គគ្រូត្រូវចង្អុលតួអក្សរនីមួយៗរួចបន្លឺសូរអក្សរនិងព្យាង្គចាអញ្ចឹងចំណុចចងចាំបន្ទាប់ទៀតគឺគ្រូដើរតាមតុសិស្សស្ដាប់សិស្សអានជាមួយនឹងដៃគូនិងជួយកែតម្រូវសិស្សណាដែលអានមិនទាន់បានត្រឹមត្រូវចាអញ្ចឹងចំណុចចងចាំពិសេសមួយទៀតនោះគឺគ្រូដើរទៅជិតសិស្សដែលជួបការលំបាកនៅក្នុងការអានឲ្យបានច្រើនដងដើម្បីជួយដល់ពួកគេចំណុចចងចាំចុងក្រោយគឺធានាថាសិស្សទាំងអស់បានមើលឃើញកាយវិការនិងស្ដាប់ឮគ្រូច្បាស់ចាខ្ញុំសូមរំលឹកលោកគ្រូអ្នកគ្រូទាំងអស់គ្នាឲ្យបានជ្រាបថាការអានព្យាង្គនិងពាក្យពិតជាមានសារៈសំខាន់ណាស់ពីព្រោះការអានព្យាង្គគឺអាចជួយសិស្សឲ្យរៀនផ្សំប្រកបតួអក្សរជាមួយនឹងតួអក្សរដទៃទៀតដែលបានរៀនរួចការអានព្យាង្គនិងពាក្យគឺដើម្បីជួយសិស្សឲ្យចេះភ្ជាប់តួអក្សរទៅនឹងសូរនិងវឹកហាត់អានដែលអាចជួយឲ្យកុមារអានដោយស្ទាត់និងអានដោយយល់ន័យ